រឿងព្រេងនិទានកូនស្ដេចកណ្ដោសកាលពីព្រេងនាយមានសត្វកណ្ដោសំអូសស្អាតមួយហ្វូងរស់នៅក្នុងរូងភ្នំដ៏ធំមួយក្នុងចំណោមកណ្ដោទាំងនោះមានកូនកណ្ដោសំណាក់ដែលមានរូបរាងស្អាតប្លែកពីគេនិងមានប្រាជ្ញាឆ្លៀសវៃដែលគ្រប់គ្នាឲ្យរហស្សនាមថាបុត្រកណ្ដោសនៅពេលធំដឹងក្តីកូនស្ដេចកណ្ដោសមិនចង់រស់នៅតែក្នុងរូងភ្នំនោះទេគេចង់ចេះដឹងពីពិភពខាងក្រៅនិងចង់ក្លាយជាអ្នកដឹកនាំដ៏ល្អថ្ងៃមួយបុត្រកណ្ដោសបានសុំច្បាប់មាតាបិតាដើម្បីចេញទៅផ្សងព្រេងនិងរៀនសូត្រពីសត្វដទៃទៀតក្នុងដំណើរនោះកូនកណ្ដោសបានជួបនឹងសត្វជាច្រើនជួបសត្វដំរីបានបង្រៀនអំពីកម្លាំងប៉ុន្តែវាក៏ប្រាប់ថាទោះបីខ្លួនធំប៉ុណ្ណាក៏ដោយក៏មិនត្រូវមើលងាយសត្វតូចតាចដែរជួបសត្វស្រមោចបានបង្រៀនអំពីសាមគ្គីភាពស្រមោចប្រាប់ថាយើងម្នាក់ខ្សោយតែបើមានសាមគ្គីគ្នាយើងអាចធ្វើរឿងដែលមិនអាចធ្វើរួចបានដែរនៅពេលត្រឡប់មកដល់រូងភ្នំវិញហ្វូងកណ្ដោបានជួបគ្រោះថ្នាក់ដោយសារមានសត្វខ្លាមួយក្បាលមករំខានកណ្ដោអីទៀតភ័យស្លន់ស្លោប៉ុន្តែកូនស្ដេចកណ្ដោសបានប្រើប្រាជ្ញាដែលរៀនបានគេមិនប្រើកម្លាំងបុកជាមួយខ្លានោះទេតែគេបានបញ្ជាឲ្យកណ្ដោទាំងអស់ជីករណ្ដៅដីជុំវិញរូងភ្នំឲ្យផុយនៅពេលខ្លាបំរុងនឹងលោតមកចាប់ក៏ស្រត់ដីជាប់ជើងបង្កឲ្យមានការភ័យខ្លាចហើយក៏រត់ចេញពីទីនោះទៅដោយសារតែភាពក្លាហាននិងប្រាជ្ញាដ៏ឆ្លៀសវៃកូនស្ដេចកណ្ដោសត្រូវបានហ្វូងកណ្ដោទាំងអស់គោរពស្រឡាញ់និងលើកឲ្យឡើងសោយរាជ្យបន្តពីមាតាបិតាអត្ថន័យអប់រំនៃរឿងការរៀនសូត្រចំណេះដឹងអាចរកបានគ្រប់ទីកន្លែងប្រសិនបើយើងចេះសង្កេតប្រាជ្ញាឈ្នះកម្លាំងការប្រើខួរក្បាលនិងការចេះដោះស្រាយបញ្ហាដោយសន្តិវិធីគឺប្រសើរជាងការប្រើហិង្សាសាមគ្គីភាពការរួមកម្លាំងគ្នាជាអាវុធដ៏មាន